សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំនឹងមកបង្រៀនយើងពីរបៀបប្រើប្រាស់ slide zoom ដែល result របស់វាគឺចេញបែបនេះដែលធ្វើឲ្យ animation យើងនឹងមានភាពទាក់ទាញជាងមុនចឹងជាដំបូងគឺយើងចូលទៅក្នុងកម្មវិធី PowerPoint របស់យើងមកតមកយើងចូលទៅកាន់ Save ដើម្បីគូរ Save ទាំងអស់គ្នាចឹងយើង Save 4ជ្រុងមកគ្នាយើងចុច Save ឲ្យជាប់ហើយយើងទាញវាមករឿងធំតិចមកហើយយើងសេរីវាចំកណ្ដាលមកគ្នាយើងបន្ទាប់ពីយើងគូរ shape នឹងហើយយើងរើសទៅរក shape មួយទៀតមកយើងយក shape មកហើយយើងគូរវាមួយទៀតមកហើយយើងអាចចុច shift ដូចគ្នាបន្ទាប់ពីយើងគូរបានហើយគឺយើងចូលទៅកាន់ rotate ហើយយើងយកពាក្យថា flip ខាងក្រោមគេនោះមកដល់ពេលដែលយើងចុចបែបហ្នឹងហើយយើងទាញ shape របស់យើងមកជាហៀងយើងដាក់វារៀងនេះមកហើយយើង select វាហើយយើងយក merge shape ហ្នឹងយើងយកពាក្យថា onion ហ្នឹងមកយើងចុចលើគេមកអូខេបន្ទាប់ពីយើងធ្វើបែបហ្នឹងបានហើយយើងយកវាមកដាក់ខាងជ្រុងគ្នាយើងដាក់ជ្រុងឲ្យចំនឹងជ្រុងក្តារខាងក្រោមមកហើយយើងចូលទៅកាន់ insert ហើយយើងយកពាក្យថា icon មកយើងដាក់ icon នៅលើហ្នឹងមកគ្នាអញ្ចឹងខ្ញុំរើសយក icon មួយនេះបន្ទាប់មកខ្ញុំចុច insert គ្នាយើងហើយយើងទាញ icon មកដាក់នៅលើ shape ហ្នឹងមកត្រង់កន្លែង icon នេះដែរគ្នាយើងតតែយើងមានអ៊ីនធឺណិតបានយើងបើកចេញព្រោះយើងអត់អ៊ីនធឺណិតបើកចេញទេហើយកន្លែង shape នេះដែរគឺខ្ញុំចូលទៅដោះ outline សិនហើយខ្ញុំចូលកន្លែង self film គឺខ្ញុំដាក់ពណ៌បៃតងកន្លែងពណ៌ហ្នឹងដែរគឺយើងចង់ដាក់ពណ៌អីក៏បានដែរស្រេចតែចិត្តរបស់អ្នកទាំងអស់គ្នាហើយកន្លែង graphic នេះគឺខ្ញុំដូរ icon ហ្នឹងគឺខ្ញុំដូរដាក់ពណ៌សណាតបយើងធ្វើបែបហ្នឹងបានហើយយើងចុច mouse ស្ដាំហើយយើងយកពាក្យថា duplicate slide មកហើយខ្ញុំលុប icon ចេញហើយខ្ញុំទាញ shape ហ្នឹងយកមកដាក់ជ្រុងខាងឆ្វេងម្ដងហើយយើងចូល shape មកយើងយកពាក្យថា rotate ដដែលហើយយើងពវល់វាមកគ្នាយើងណាយក flip នឹងដដែលយើងពវល់វាមកយើងស្រីមកនិយាយរួមទៅយើងចូល insert ដដែលហើយយើងរើសយក icon ដាក់ដូចអីដែល slide ទី1ដែលខ្ញុំបានបង្ហាញហ្នឹងហើយអានេះខ្ញុំដាក់រូបក្បាលមនុស្សយើងដូរពណ៌មកដូរពណ៌ដូច slide ទី1មកនេះហើយកន្លែង shape នេះក៏យើងដូរពណ៌ទៅតាមអីដែលយើងចង់ដាក់មកនិយាយរួមនៅក្នុង slide ហ្នឹងគឺយើងធ្វើបែបហ្នឹងយកអា shape ដែលយើងបង្កើតហ្នឹងដាក់ទៅតាមជ្រុងនៃกระดาษរបស់យើងហ្នឹងឲ្យបានទាំង4គ្រប់ទាំង4ណាគ្នាយើងបន្ទាប់ពីយើងធ្វើហើយយើង duplicate ទៀតមកហើយយើងលុប icon ហើយយើងពវល់ shape នឹងដាក់ជ្រុងខាងលើវិញហើយយើងចូលទៅកាន់ shape មកហើយយើងយកពាក្យថា rotate ដដែលមកហើយយើងដូរវានេះគ្នាយើងដូរតាមនេះមកយើងយកអាគូតរឿងស្រួចហ្នឹងដាក់ទៅខាងចុងរបស់ slide របស់กระดาษរបស់យើងមកចឹងអត់មានអីច្រើនទេគ្នាយើងធ្វើត្រាដូចខ្ញុំមកហ្នឹងហើយគ្នាយើងបន្ទាប់ពីយើងធ្វើបានទាំង4ជ្រុងរួចហើយគឺយើងចូលទៅកាន់ slide ទី1វិញគឺយើងយកពាក្យថា text box មកហើយយើងចាប់ផ្ដើមដាក់អក្សរអានេះជារូបមន្តដែលយើង generate ទៅលើអក្សរយើងស្មើ lorem បើកវងចោត3.4ហ្នឹងមកហើយបិទវងចោតវិញយើងចុច enter ទៅវា generate អក្សរឲ្យយើង automatic ដែរចឹងវាងាយស្រួលទេសម្រាប់យើងយកទៅធ្វើឧទាហរណ៍ slide ឬក៏យើងរៀនធ្វើ slide ដោយខ្លួនឯងហើយនេះយើងអាចដូរ font មក font យើងគឺដាក់ Times New Roman ហើយយើងអាចបន្លឺទៅលើទំហំរបស់វាតិចមកហើយកន្លែងនេះដែរគឺយើងត្រូវសេរីអក្សរឲ្យរៀងស្អាតមកហើយយើងដាក់ត្រឹមស្មើសងខាងមកអានេះគឺខ្ញុំត្រឹមវាឲ្យរៀងមើលទៅឲ្យវាមានសព្វគ្រាន់ណាគ្នាយើងឲ្យវាមានរបៀបរៀបរយមកយើងដាក់ឲ្យចំកណ្ដាលមកបន្ទាប់មកគឺយើងប្រើ text box មួយទៀតគឺយើងចាប់ផ្ដើមទៅសេទៅលើចំណងជើងនៃ slide របស់យើងមកហ្នឹងហើយគ្នាយើងបន្ទាប់ពីយើងបានដាក់ចំណងជើងទៅលើ slide ទី1រួចហើយគឺយើងចាប់ផ្ដើម
select ទៅលើអក្សរនៅក្នុង slide ទី2ហ្នឹងនៅក្នុង slide ទី1ហ្នឹងហើយយើងចុច control បូកអក្សរ C ហើយយើងយកមកផាសនៅក្នុង control បូកអក្សរ V ផាសនៅក្នុង slide ទី2មកគ្នាយើងណាជាយើងចាប់ផ្ដើមដូរចំណងជើងទៅអានេះខ្ញុំគ្រាន់តែធ្វើឧទាហរណ៍ឲ្យគ្នាយើងមើលទេចំពោះកិច្ចការរបស់អ្នកនរគ្នាអាចដាក់អក្សរអីក៏បានដែរអាស្រ័យលើគ្នាយើងទេអញ្ចឹងយើង copy អក្សរហ្នឹងដាក់ឲ្យគ្រប់ slide ទាំង4 slide ហ្នឹងមកនឹងឲ្យគ្នាយើងបន្ទាប់ពីយើងបានដាក់អក្សរនៅគ្រប់ slide ទាំង4ហើយយើងចូលទៅកាន់ slide ទី1វិញដើម្បីដាក់ animation តោះមកយើងចុច mouse name យកពាក្យថា add slide ហើយយើងចុចលុបមកហើយយើងយកអា slide ពណ៌សរបស់យើងហ្នឹងរុញទៅ slide ទី1វិញណាតទៅពីហ្នឹងហើយយើងចូលទៅកាន់ insert ហើយយើងយកពាក្យថា zoom ហើយយើងយកពាក្យថា slide zoom មកដល់ពេលយើងឃើញ slide zoom ហើយយើងចុចគ្រីសទៅលើអាប្រអប់ហ្នឹងណាគ្នាយើងណាយើងចុច slide ទី1 slide ទី2 slide ទី3 slide ទី4ហ្នឹងចុចគ្រីសទាំងអស់មកហើយយើងចុច insert មកគ្នាយើងដល់ពេលដែលយើងធ្វើបែបហ្នឹងហើយយើងចាប់ផ្ដើមតម្រៀប slide กระดาษតូចៗរបស់យើងនីមួយៗហ្នឹងឲ្យវាចូលគ្នាយើងណាយើងតម្រៀបគ្នាមកយើងតម្រៀបដូចវីដេអូដែលខ្ញុំបានបង្ហាញពីមុខមកគ្នាយើងតម្រៀបវាចូលគ្នាមកហ្នឹងទៅពេលដែលយើងតម្រៀបវាហើយយើងចុច save ឲ្យជាប់យើងចាប់ផ្ដើមទាញ slide ហ្នឹងឲ្យរៀងធំមកអូខេហើយយើងចុច save មកយើងទាញវាស្មើគ្នាមកយើងទាញវាឲ្យស្មើគ្នាទៅរៀបគ្នាដាក់ឲ្យនិយាយរួមយើងសេរីតាមអីដែលយើងមើលឃើញទៅគ្នាយើងហើយខ្ញុំសង្ឃឹមថាការចែករំលែកមួយនេះនឹងធ្វើឲ្យគ្នាយើងទទួលបានចំណេះដឹងច្រើនជាងមុនពីការ design slide ដែលគ្នាយើងអាចយកទៅអនុវត្តបានក្នុងការធ្វើបទបង្ហាញឬក៏ធ្វើ assignment ផ្សេងៗចឹងគ្នាយើងសេរីវាមកយើងមើលតាមការគួរយើងសូមមើលសិនថាតើយើងដាក់វានឹងស្មើអត់អីអត់ចឹងយើងសូមមើលវាសិនអូខេអានេះក្តារនេះវារៀងអប់គ្នាពេកហើយនោះវាមានកលៀតពេកអញ្ចឹងយើងទៅកែលម្អវាវិញយើងចុចខាត់ទៅមុខតិចទៅដើម្បីយើងសេរី slide ឲ្យវាខាត់ទៅមុខណាគ្នាយើងដើម្បីឲ្យវាស្មើគ្នាមើលទៅយើងស៊ីគ្នាកុំឲ្យមួយឡើងលើមួយចុះក្រោមមើលទៅវាអត់សូវស្អាតទេអានេះខ្ញុំប្រើ arrow key នៅខាងក្រោមទៅលើ keyboard របស់យើងសេរីតាមការគូទៅអូខេបើគ្នាយើងយកប៉ុណ្ណឹងហើយយើងសាកចុចសូរបស់យើងមកអូខេនេះគឺជា result របស់កិច្ចការរបស់យើងអរគុណច្រើនគ្នាយើងសម្រាប់ការតាមដានវីដេអូ